មនុស្សមិនសូវមានមិត្តច្រើនដូចខ្ញុំភាគច្រើនទៅណាមកណាតែឯងមិនថាទៅផ្សារទៅផឹកកាហ្វេទៅធ្វើការសូម្បីតែទៅដើរលេងភាគច្រើនទៅតែឯងសម្រាប់គេយល់ថាដើរតែឯងអញ្ចឹងមើលទៅកណ្ដោយកណ្ដែងណាស់ខ្លួនមួយម៉ងបើគេវិញច្បាស់ជាធ្វើមិនកើតទេតែសម្រាប់ខ្ញុំធម្មតាអត់មានអីចម្លែកផងព្រោះយើងទម្លាប់តែទៅណាមកណាម្នាក់ឯងឡើងសាំទៅហើយការពិតទៅវាក៏អបសុកដែរនឹងហើយក៏ចង់ទៅណាមកណាមានគ្នាដូចគេដែរតែធ្វើម៉េចបើយើងមិនសូវមានមិត្តភ័ក្តិច្រើនដូចគេតែបើសួរថាពិបាកអត់ឯកាអត់វេទនាអត់ដូចអត់ផងធម្មតាព្រោះអីយើងស៊ាំនឹងទម្លាប់ទៅណាតែម្នាក់ឯងអញ្ចឹងតាំងពីដើមមកហើយបើទោះបីជាឯកាក៏មិនដឹងធ្វើម៉េចម្លោះហើយចេះតែទ្រាំទៅយូរក៏ទៅជារឿងធម្មតាអារម្មណ៍ទាំងប៉ុន្មានដែលខ្ញុំរៀបរាប់នេះខ្ញុំមិនបានទាមទារឲ្យគ្រប់គ្នាមកអាណិតឬក៏យកទៅវិភាគថាចេះថាចុះនោះទេព្រោះខ្ញុំដឹងថាអ្នកផ្សេងដែលគេមិនស្ថិតក្នុងជីវិតបែបហ្នឹងគេពិតជាមិនយល់ទេព្រោះគេជាមនុស្សដែលមានមិត្តច្រើន